បុរសម្នាក់នេះគេមិនដឹងទេថាមានពស់នៅក្បែរដៃនារីនាងក៏មិនដឹងដូចគ្នាថាមានថ្មយ៉ាងធំសង្កត់លើបុរសដូច្នេះហើយខាងនារីនាងក៏បានគិតថាខ្ញុំចិត្តធ្លាក់ចុះទៅហើយខ្ញុំក៏មិនអាចឡើងទៅបានដែរព្រោះតែពស់វានឹងចឹកខ្ញុំហេតុអីបានជាលោកមិនប្រើកម្លាំងបន្តិចទៀតទាញខ្ញុំឡើងទៅខាងបុរសគេក៏គិតដូចគ្នាថាខ្ញុំឈឺចាប់ខ្លាំងណាស់តែខ្ញុំក៏នៅតែព្យាយាមខំប្រឹងទាញនាងឡើងមកហេតុអីបានជានាងមិនខំប្រឹងព្យាយាមតោងឡើងមកបន្តិចទៅរឿងនេះបង្រៀនឲ្យដឹងថានាងមិនអាចដឹងអំពីសម្ពាធដែលភាគីម្ខាងទៀតកំពុងតែជួបនោះទេហើយភាគីម្ខាងទៀតក៏មិនដឹងដូចគ្នាថានាងកំពុងតែប្រឈមមុខជាមួយនឹងការឈឺចាប់អ្វីខ្លះហើយនេះវាគឺជាជីវិតមិនថារឿងការងារគ្រួសារអារម្មណ៍ឬមួយមិត្តភ័ក្តិយើងគួរតែស្វែងយល់អារម្មណ៍ពីគ្នាទៅវិញទៅមករៀនចេះសម្លឹងមើលពីជ្រុងរបស់ភាគីម្ខាងទៀតដើម្បីទំនាក់ទំនងគ្នាឲ្យល្អប្រសើរឡើងពេលខ្លាំងការផ្លាស់ប្ដូរវិធីគិតនិងចេះអត់ធ្មត់បន្តិចបន្តួចវាអាចនឹងទទួលបានលទ្ធផលល្អទាំងសងខាង